ប្រវត្តិតស៊ូរបស់អ្នកអង្គការពងខៀវខ្សែអគ្គនាយកក្រុមហ៊ុន OCIC នៅឆ្នាំ1980អង្គការពងខៀវខ្សែក៏បានត្រូវជម្លៀសចេញពីជំរំកម្ពុជាថៃទៅកាន់ប្រទេសកាណាដានៅរបបប្រល័យពូជសាសន៍ដំបូងការងាររបស់គាត់គឺជាអ្នកដើរលក់របស់កំប៉ុកប៉ុន្តែគាត់បានឆ្លៀតសន្សំលុយកាក់ខ្លះៗនិងបន្ទាប់មកក៏បើករបរជាជាងមាសនៅឆ្នាំ1991គាត់ក៏បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយបើកក្រុមហ៊ុន Canada Gold និង Trust ដើម្បីចរចាលក់មាសនិងប្រើប្រាស់សេវាកម្មធនាគារនិងរហូតដល់ឆ្នាំ1993ធនាគារកាណាឌីយ៉ាក៏លេចរូបរាងឡើងអង្គការពងខៀវខ្សែមានទំនុកចិត្តខ្ពស់ណាស់មកលើប្រទេសដើមកំណើតរបស់ខ្លួនហើយបើទោះបីជានៅសម័យនោះមានសម្ពាធច្រើនមិនថាផ្នែកនយោបាយឬក៏សន្តិសុខនោះឡើយគឺគាត់ប្រឹងជំនះផ្ដល់សេវាកម្មធនាគារឲ្យល្អបំផុតនៅប្រទេសកម្ពុជានៅឆ្នាំ2000ជាងគាត់បំបែកជាក្រុមហ៊ុនជាពីរមួយជាធនាគារកាណាឌីយ៉ានិងមួយទៀតគឺជាក្រុមហ៊ុន OCIC ដែលគាត់កាន់កាប់ដល់សប្តាហ៍ថ្ងៃដោយសារតែគាត់មានលុយស្រាប់ហើយគាត់ក៏មានមុខមាត់ក្នុងសង្គមនិងគេស្គាល់គាត់ច្រើននោះវាក៏បានជួយឲ្យក្រុមហ៊ុន OCIC របស់គាត់ទទួលបាននៅគម្រោងវិនិយោគធំៗជាច្រើនដែលមានដូចជាសួនឧស្សាហកម្មកាណាឌីយ៉ាផ្សារដំណើបសូរិយាភូមិវប្បធម៌នៅសៀមរាបមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញសណ្ឋាគារឯករាជ្យនិងបូរីចំការមរជាដើមទីក្រុងរណបកោះពេជ្រអគារវិមានកាណាឌីយ៉ាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រទីក្រុងរណបជ្រោយចង្វាទីក្រុងអូឡាំផ្សារសាលាអន្តរជាតិកាណាដាភ្នំពេញសន្តាគារតារា Airport បូរីទេសចរនៅសៀមរាបសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជានិងក៏មានទាំងអាកាសយានដ្ឋានអន្តរជាតិដែលចូលផងដែរជាបន្តមកទៀតនៅឆ្នាំ2020ក៏បានបង្កើតជាមន្ទីរពេទ្យ Intercare ក៏ដូចជានៅឆ្នាំ2023បានសាងសង់នៅស្ពានឫស្សីកែវដែលជាស្ពានតភ្ជាប់ទីក្រុងរណបជ្រោយចង្វាទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាន់តែធំរួមទាំងសមិទ្ធផលស្ពានកោះនរាផងដែរបច្ចុប្បន្នអ្នកអង្គការពងខៀវខ្សែគឺជាអគ្គនាយកនិងជាប្រធានក្រុមហ៊ុនវិនិយោគក្រៅប្រទេស OCIC ដែលជាក្រុមហ៊ុន OCIC នេះគឺជាក្រុមហ៊ុនសហជីវកម្មមួយដែលមានសន្តានក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Canada Integrated Enterprise Group និងជាក្រុមហ៊ុនពហុវិនិយោគឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា